ហើយបន្តហ្នឹងបងប្អូនគឺបងប្រុសម្នាក់ហ្នឹងគូស្ទួយបានត្រីដាក់វត្តបងថ្ងៃនេះចេញរកត្រីទេបងប្អូនហើយមកសាននេះគឺមកពេលព្រឹកម្ដងបងប្អូនយ៉ាងម៉ោង7 8ហើយយ៉ាងថ្ងៃដែរបងប្អូនហើយមកដល់ហ្នឹងគឺអត់មានបងប្អូនគាត់មកស្ទួយដែរទេគឺមានតែបងប្រុស2នាក់បងប្អូនតែមកដល់ហ្នឹងស្មានតែអត់មានបងប្អូនយើងមកស្ទួយចឹងបងប្អូនហើយមកពេលព្រឹកនេះដឹងបានត្រីអត់ទេបងប្អូនចាំមើលទស្សនាអ្នកគ្នាថាខ្ញុំមកថ្ងៃហ្នឹងស្ទួយបានត្រីអត់បងប្អូនហើយមកដល់ហ្នឹងបងប្រុសគាត់ស្ទួយបានត្រីបដាហើយខ្ញុំមកដល់អត់បានទេបងប្អូនអើយហើយថាមកលេងពេលព្រឹកម្ដងយើងមើលពេលល្ងាចវាអត់តែបានចឹងបងប្អូនហើយមកដល់ហ្នឹងបងប្អូនគឺបងប្រុសម្នាក់ហ្នឹងគូស្ទួយបានត្រីដាក់វត្តបងប្អូនដងប្រវក់គាត់បោះបានឆ្ងាយបងប្អូនអញ្ចឹងហើយគាត់ដាក់ឆ្ងាយទៅបានត្រីវាលះស៊ីចឹងបងប្អូនហើយត្រូវគេដាក់ម៉ងទៀតក្នុងបឹងឈូកហ្នឹងបងប្អូនអញ្ចឹងហើយត្រីវាអត់ទៅមកខាងទេហើយនេះត្រីផាគាត់មិនដឹងបងប្អូនត្រីគាត់តូចដែរទេបងប្អូនវាអត់មានធំដែរកូនត្រីឡាបយ៉ាយហ្នឹងបងប្អូនដងប្រវក់គាត់ច្រើនអញ្ចឹងបងប្អូនអញ្ចឹងហើយគាត់ត្រូវមានសង្ឃឹមបើខ្ញុំដងប្រវក់តែមួយបងប្អូនហើយយកមកហ្នឹងហើយដឹងបានត្រីដឹងអត់ទេបងប្អូនអញ្ចឹងហើយចាំមើលទស្សនារបស់គ្នាថាខ្ញុំស្ទួយបានត្រីអត់ហ្នឹងប្រហែលជាអំបិលដែរបងប្អូនអើយហើយអានេះគឺត្រីប្រគាត់ប្រុសអញ្ចឹងបងប្អូនដាក់ក្នុងកធុងអញ្ចឹងបងប្អូនហើយតែប្រវត្តិគាត់វានិយាយទៅគឺបោះបានឆ្ងាយមែនតើបងប្អូនគាត់បោះតែហួសមងទេទៅត្រីវាលះស៊ីបើខ្ញុំដាក់ខាងបងប្រវត្តិខ្ញុំវាខ្លីអញ្ចឹងបងប្អូនអញ្ចឹងហើយបានឆ្ងាយដូចគាត់ទេអញ្ចឹងកន្លែងហ្នឹងបងប្អូនពេលល្ងាចណាគឺសកលបងប្អូនគាត់មកច្រើនមែនតើគាត់មកស្ទួយអញ្ចឹងបងប្អូនតែខ្ញុំមកមុនបងប្អូនឃើញគាត់ស្ទួយដាក់ស៊ីកន្លែងហ្នឹងបងប្អូនពេលខ្ញុំមកសានេះដូចដាក់ទៅដូចអំបិលមកអញ្ចឹងបងប្អូនហើយដូចយើងដាក់មានសៃបានត្រីនោះហ្មងបងប្អូនថាមកពេលព្រឹកក្រែងបានត្រីអញ្ចឹងបងប្អូនតែនៅតែបានត្រីទេបងប្អូនហើយបងប្រុស2នាក់គាត់ដល់គាត់ទៅវិញគាត់បោះបានឆ្ងាយរងគាត់ច្រើនទៀតអញ្ចឹងហើយគាត់បានត្រីខ្លះហើយបើខ្ញុំវិញតែមួយតែអត់បានទៀតចប់អាមេឃថ្ងៃហ្នឹងស្លាស់ល្អបងប្អូនហើយគឺស្លាស់ល្អមែនតើបើថ្ងៃក៏ល្អទៀតហើយដល់មកពេលព្រឹកថាមកមុនគេយើងស្ទួយបានត្រីមុនគេអញ្ចឹងបងប្អូនហើយអ្វីដែលយើងសង្ឃឹមទុកគឺអំបិលរហូតបងប្អូនហើយដល់ត្រីអីទេទាញដែរបងប្អូនហើយវាស៊ីអត់ជាប់បងប្អូនត្រីហ្នឹងវាស៊ីល្បិចហើយបងប្រុសនេះគឺដាក់ភ្លាមបានត្រីទេបងប្អូនគាត់បានត្រីមួយទៀតហើយនេះដងស្ទួយគាត់ជួយឆ្ងាយមែនតើហើយនោះត្រីគាត់អស់មកបងប្អូនអត់ឃើញត្រីអត់គឺបានមួយទៀតហើយពេលខ្ញុំវិញប្រហែលជាអំបិលទៀតដែរបងប្អូនថ្ងៃហ្នឹងហើយខ្ញុំមើលបងប្រុសស្ទួយត្រីបងប្អូនណានិយាយទៅជក់ភ្នែកមែនតើឃើញគាត់ស្ទួយបានអញ្ចឹងបងប្អូនមានអារម្មណ៍ថាវាយចិត្តជំនួសគាត់អញ្ចឹងបងប្អូនហើយគាត់សួរខ្ញុំថាបានត្រីបានអីនៅខ្ញុំថានៅទេហ្មងអើយព្យាយាមគង់ទៅបានទេព្យាយាមឯងស្ទួយចង់កន្លះម៉ោង1ម៉ោងឯងតើបានត្រីគាត់ដាក់ទៅបានបងប្អូនអើយតែកន្លែងហ្នឹងគឺស្វោមែនតើគាត់ថាវាអត់សូវមានធំហើយបងនេះគាត់ចូលបាកាផ្លោកន្លែងស្ទួយត្រីអញ្ចឹងបងប្អូនអញ្ចឹងហើយវាអត់សូវមានកន្លែងស្ទួយដែរអញ្ចឹងបងប្អូនព្រោះកន្លែងតាមជើងហ្នឹងលោវាដូចថាអាមាត់អីចឹងហ្នឹងបងប្អូនគាត់មកស្ទួយរៀងរាល់ថ្ងៃដែរអញ្ចឹងបងប្អូនអញ្ចឹងហើយមិនមែនលេងតាមកាផ្លោកខ្លះទេបងស្ទួយបានត្រីហើយនៅតែខ្ញុំទេតែតែវិញដឹងមិនមកទេប្រពន្ធរករឿងតែដឹងបងប្អូនហើយបានត្រីបានអីអញ្ចឹងទៅដឹងប្រពន្ធគាត់សួរថាបានត្រីទៀតលើអញ្ចឹងនឹងធ្វើម៉េចបងប្អូនមកស្ទួយដែរវាបានដែរឥឡូវបងប្រុសគាត់បានទៀតបងប្អូនហើយខ្ញុំដូរកន្លែងបងប្អូនកន្លែងស្ទួយដាក់កន្លែងកន្លែងព្រៃអញ្ចឹងត្រីវាចេញមកលោវាស៊ីអញ្ចឹងបងប្អូនឥឡូវដូរកន្លែងទៀតបងប្អូនក្រែងលោបានត្រីខ្លះអញ្ចឹងបងប្អូនយើងដូរកន្លែងទៅកន្លែងត្រីវាស៊ីលោវាដើរចំអញ្ចឹងនៅពិបាកជាងមួយពិបាកដែរបងប្អូនហើយតែមួយអញ្ចឹងបើច្រើនវាមានសង្ឃឹមខ្លះអញ្ចឹងបងប្អូនហើយកន្លែងនេះគឺត្រីស៊ីបងប្អូនខ្ញុំទុកចោលមកស្ទុះមិញត្រីស៊ីដែរដឹងជាប់ដឹងអត់ដែរនេះវាបាត់ផងដែរយើងដាក់អ៊ីនដែរអញ្ចឹងបងប្អូនវាលេចបាត់អញ្ចឹងហើយត្រីទាញបងប្អូនខ្ញុំទុកមកស្ទុះមិញបងប្អូនខ្ញុំទៅមើលកន្លែងបងមិញមើលគាត់ស្ទួយត្រីជក់ភ្នែកពេកមកវិញបាត់មកលើកមកគឺអត់ជាប់ទេបងប្អូនវារុំនឹងព្រៃដាច់បាត់បងប្អូនឥឡូវខ្ញុំរៀបចំដល់នោះទេបងប្អូនស្ទួយមានតែអំបិលទេបងប្អូនហើយវីដេអូមានអីច្រើនហ្នឹងបងប្អូនវីដេអូមានតែប៉ុណ្ណឹងបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ follow page ខ្ញុំម្នាក់វិញផង